សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការប្រើប្រាស់method get ជាមួយនឹងfunction មួយចំនួនហើយfunction ដែលយើងបដោតគឺមាន2ជាទូទៅនៅក្នុង get គឺយើងប្រើប្រាស់សម្រាប់ការយក data ប៉ុន្តែ data ដែលយើងធ្វើពាក្យច្រើនគឺវាមាន2ទម្រង់ទី1គឺយើង get all បានឲ្យយើងយកជាប្រភេទ array ទី2គឺយើងធ្វើជាលក្ខណៈ get one ឬក៏ find one អញ្ចឹងណាឬក៏ find detail get detail អញ្ចឹងទៅគឺយើងយកជា specific អញ្ចឹងខ្ញុំមាន2អញ្ចឹងនៅក្នុងហ្នឹងយើងមានស្រាប់របស់យើងគឺយើងមាន user service find all នេះដែលយើងបានយើងមានចងស្រាប់ហើយមាន repo ហើយយើង return find ហើយអត់មានបោះអីទៅទេអត់មាន filter អីទៅទេអញ្ចឹងបើសិនជាក្នុងករណីយើងត្រូវការមាន filter អីបន្ថែមទៀតអាហ្នឹងវាក្នុងលក្ខខណ្ឌផ្សេងទៀតគ្រាន់តែជាទូទៅគឺវាមានប៉ុណ្ណឹងសិនអញ្ចឹងយើងមានប៉ុណ្ណឹងយើងអាចចូលតេស្តនៅក្នុង Swagger យើងបានអូខេអញ្ចឹងអានេះយើងអាច execute ទៅអញ្ចឹងយើងនឹងទទួលបាន array នៃ object មួយដែលយើងបានបង្កើតនៅក្នុងវីដេអូមុនអញ្ចឹងបន្តមកទៀតយើងចប់មួយហើយអញ្ចឹងយើងចូលតាក់ទងជាមួយនឹង get detail ជាធម្មតានៅក្នុង get detail គឺយើងតែងតែជួបនៅក្នុងយើងមានគេហៅ parameter ហ្នឹងគឺជាទូទៅគឺនៅក្នុង nest គឺយើងប្រើចុចនេះហើយយើងអាច assign ឈ្មោះទៅយើងអាចប្រើឈ្មោះអីក៏បានដែរយើងអាចដាក់ ID ទៅទេឬក៏យើងដាក់ user ID អញ្ចឹងទៅក៏បានដែរគឺអានេះសម្រាប់យើង map ចេញពីក្នុង endpoint របស់យើងឧទាហរណ៍ថានេះវាអាចវាឧទាហរណ៍វាអញ្ចឹង user លេខ1ទេដាក់ឆ្ងាយមកច្រឡំអញ្ចឹងវាអាចអញ្ចឹងវា user លេខ1ចឹងអញ្ចឹងដល់ពេលយើងដាក់អញ្ចេះវានឹងចាប់យកលេខ1នឹងឲ្យយើងឯងហើយមួយទៀតបន្ទាប់មកគឺយើងត្រូវតែចាប់យក parameter ហើយសួរថាយើងចាប់ធ្វើម៉េចគឺយើងដូចគ្នាយើងត្រូវការមាន decorator param មួយហើយយើងត្រូវប្រាប់ param ហ្នឹងថា key វាមួយណានេះឧទាហរណ៍ថាឥឡូវយើងមាន key នេះឈ្មោះ ID នេះជា key វាអញ្ចឹងយើងត្រូវដាក់ឈ្មោះ key របស់វាទៅអញ្ចឹងវានឹង assign key ហ្នឹងចូលទៅក្នុង string ដែលយើងបាន declare នៅខាងមុខហ្នឹងនៅជាមួយគ្នាហ្នឹងណាអញ្ចឹងយើងត្រូវដាក់ឈ្មោះឲ្យត្រូវគ្នាហើយមួយទៀតបើសិនជាឧទាហរណ៍ថាក្នុងករណីថាយើងអត់ចង់ដាក់យើងចង់ដាក់តទេចេះក៏ដាក់បានដែរយើងចង់លុបចេះក៏បានដែរប៉ុន្តែវាត្រូវតែតតែ key នេះវាឈ្មោះដូចនេះដែរបើវាទៅរួចបើមិនចឹងទេវានឹង error អញ្ចឹងទៅពេលយើងដាក់ប៉ុណ្ណឹងហើយយើងចាប់បាន ID ឯងជា string ឯងតែសួរថាហេតុអីបានយើងត្រូវការបូកមួយបូកចេះហ្នឹងនៅក្នុង TypeScript នៅពេលដែលយើងដាក់បូកពីមុខអញ្ចឹងវានឹង convert auto ទៅជា number ឯងអញ្ចឹងកាលណាវាលេខដាក់ទៅលេខ string ទៅជា number អញ្ចឹងយើងបានហៅ service find one ហើយក្នុង find one ហ្នឹងវានឹង find one by ហើយ find one by ហ្នឹងនៅពេលដែលយើងប្រើ find one by ហ្នឹងគឺនៅខាងក្នុងវាមាន where option ស្រាប់ហើយ where option ហ្នឹងយើងគ្រាន់តែបើកគ្នាបមកហើយយើងចង់ប្រើ field អីរក field អីគឺវានឹងចេញឈ្មោះ field ហ្នឹងមកហើយអញ្ចឹងឧទាហរណ៍ថា field ឥឡូវវាមានអីគេដែលក្នុង entity របស់យើងមានប៉ុណ្ណឹងអញ្ចឹងយើងចង់បានមួយណាឥឡូវយើងបាន ID អញ្ចឹងដាក់ ID ទៅអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងចូលទៅតេស្តមើលតើវាដើរអត់នេះចេះអូខេអញ្ចឹងមួយវានឹងចេញតែថា2អត់ចេញទេដោយសារអត់មានទេអញ្ចឹងមួយវាចេញអញ្ចឹងវីដេអូរបស់ខ្ញុំហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងយើងជួបគ្នានៅនឹងវីដេអូបន្តទៀត
អរគុណសម្រាប់ការទស្សនាហើយជួយ like ជួយ subscribe ម្នាក់មួយផងហើយកុំភ្លេចតាមដានទៅវីដេអូបន្តអរគុណច្រើន